ញាំស្តៅត្រីឆ្អើរជាមួយនឹងសាច់ជ្រូកមុខម្ហូបនេះគឺជាមុខម្ហូបខ្មែរដែលពេញនិយមមួយមុខផងដែរបងប្អូនណាខ្លះដែលអត់ចេះញ៉ាំស្តៅសម្រាប់នាងខ្ញុំគឺចូលចិត្តមែនទែនហើយសម្រាប់វិធីធ្វើក៏មិនពិបាកដែរបងប្អូនតោះទៅមើលវិធីធ្វើទាំងអស់គ្នាងាកមកមើលគ្រឿងផ្សំរបស់យើងមិនពិបាករកនៅលើទីផ្សារទេមានស្តៅប៉េងប៉ោះត្រសក់អំពិលទុំខ្ទឹមសនិងម្ទេសមានសាច់ជ្រូកជាមួយនឹងត្រីឆ្អើរយកអំពិលទុំដាក់ចានហើយចាក់ទឹកក្តៅចូលនិងប៉ុនយកតែសាច់អំពិលទេចំណែកផ្នែកបន្លែគឺយើងយកប៉េងប៉ោះមកហាន់ជាចំណិតស្ដើងតូចល្មមតាមចំណង់ចំណូលចិត្តតែបើយើងហាន់ធំពេកពេលយើងញាំទៅក៏អត់សូវចេញជាតិឆ្ងាញ់ដែរអញ្ចឹងយើងហាន់ជាចំណិតតូចបានហើយចំពោះត្រសក់វិញក៏ដូចគ្នាដែរយើងយកមកហាន់ជាចំណិតដូចគ្នាដែរតែកុំធំពេកដើម្បីពេលយើងយកទៅញាំទៅគឺងាយចូលជាតិគ្នានិងឆាប់បានញ៉ាំអញ្ចឹងយើងហាន់តែចំណិតតូចប៉ុណ្ណឹងគឺល្មមក្នុងការញាំហើយតួអង្គសំខាន់មួយមុខទៀតហ្នឹងគឺស្តៅនឹងឯងចំពោះស្តៅគឺយើងយកមកស្រុះជាមួយនឹងទឹកក្តៅសិនដើម្បីកាត់បន្ថយនៅជាតិល្វីងរបស់ស្តៅសម្រាប់អ្នកដែលចូលចិត្តល្វីងខ្លាំងមិនបាច់ស្រុះក៏បានដែរគ្រាន់តែលាងទឹកសម្អាតទៅបានហើយចំពោះស្តៅដែលស្រុះហើយគឺយើងយកមកបេះស្លឹកនិងផ្ការបស់ស្តៅដើម្បីយើងយកទៅញាំចំណែកធាងស្តៅគឺយើងអត់យកទេកាលហ្នឹងគឺយើងបោះចោលយើងបន្តបេះស្តៅបែបនេះរហូតដល់ស្តៅរបស់យើងគឺអស់ចឹងខ្ញុំទិញមកពីដុំដែរចឹងបរិមាណក៏ច្រើនដែរបន្ទាប់ពីបេះស្តៅហើយគឺយើងយកសាច់ជ្រូករបស់យើងមកហាន់ជាចំណិតតូចបញ្ជាក់ណាបងប្អូនចំពោះសាច់ជ្រូកនេះគឺយើងយកទៅស្ងោរសិនណាយើងយកទៅស្ងោរហើយដាក់អំបិលប៊ីចេងបន្តិចទៅដើម្បីឲ្យសាច់ជ្រូកយើងមានរសជាតិអញ្ចឹងនៅក្នុងចំណុចនេះគឺនាងខ្ញុំមិនបានថតបង្ហាញនៅវិធីសាស្ត្រស្ងោរសាច់ជ្រូកទេតែมันពិបាកស្ងោរទេបងប្អូនគ្រាន់តែដាក់ទឹកហើយដាក់គ្រឿងអំបិលប៊ីចេងតិចទៅហើយស្ងោរឲ្យបានផុយសិនទៅអញ្ចឹងពេលសាច់ជ្រូកយើងផុយហើយយើងគ្រាន់តែយកមកហាន់ជាចំណិតតូចស្ដើងបែបនេះទៅដើម្បីឲ្យពេលយើងញាំទៅគឺចូលជាតិបានឆ្ងាញ់ចំពោះសាច់ជ្រូកបងប្អូនអាចដាក់សាច់3ជាន់ក៏បានដែរអញ្ចឹងសាច់3ជាន់គឺមានជាតិខ្លាញ់តិចអញ្ចឹងពេលដែលយើងញាំហើយគឺមានរសជាតិឆ្ងាញ់មែនទែនហើយចំពោះបរិមាណគឺស្រេចតែបងប្អូនទេបងប្អូនចង់ដាក់ច្រើនឬតិចអាស្រ័យទៅលើបងប្អូនពេលហាន់សាច់ជ្រូករួចហើយយើងងាកទៅលាយគ្រឿងផ្សំរបស់យើងដើម្បីញាំយើងដាក់ទឹកត្រីមួយវែកបាយបន្ទាប់មកដាក់ម្សៅស៊ុបប៊ីចេងស្ករជាមួយនឹងទឹកអំពិលទុំរបស់យើងពេលយើងចាក់គ្រឿងផ្សំរបស់យើងចូលអស់ហើយបន្ទាប់ទៀតបងប្អូនកូរគ្រឿងផ្សំទាំងអស់នោះគឺឲ្យបានសព្វសាច់ល្អដើម្បីឲ្យគ្រឿងផ្សំទាំងអស់នោះចូលជាតិបន្ទាប់មកទៀតគឺយើងចាក់ខ្ទឹមសជាមួយនឹងម្ទេសរបស់យើងពោះម្ទេសគឺស្រេចតែបងប្អូនចូលចិត្តចង់ដាក់ឲ្យហឹរខ្លាំងជាងនេះក៏បានដែរយើងដាក់សាច់ជ្រូកស្ងោររបស់យើងចូលនិងកូរត្រឡប់ចុះឡើងដើម្បីឲ្យសាច់ជ្រូកជាមួយនឹងគ្រឿងផ្សំរបស់យើងនឹងគឺចូលជាតិគ្នាបានល្អបន្ទាប់មកទៀតគឺបងប្អូនចាក់ត្រីឆ្អើររបស់យើងចូលនិងកូរត្រឡប់ដូចគ្នាដែរបន្ទាប់ពីនោះបងប្អូនចាក់បន្លែរបស់យើងមានត្រសក់ជាមួយនឹងប៉េងប៉ោះចំពោះបន្លែរបស់យើងគឺដូចគ្នាដែរបងប្អូនយើងយកមកកូរត្រឡប់ជាមួយនឹងគ្រឿងផ្សំរបស់យើងដើម្បីឲ្យចូលជាតិគ្នាត្រង់ចំណុចនេះបងប្អូនត្រូវចំណាយពេលក្នុងការត្រឡប់ចុះត្រឡប់ឡើងនៅបន្លែរបស់យើងជាមួយនឹងគ្រឿងផ្សំបន្ទាប់មកទៀតជាចុងក្រោយគឺយើងដាក់ស្តៅរបស់យើងចំពោះស្តៅពេករបស់យើងពេលដាក់ចូលហើយបងប្អូនត្រូវច្របាច់ស្តៅរបស់យើងជាមួយនឹងបន្លែផ្សេងទៀតឲ្យសព្វសាច់គ្នាល្អដើម្បីឲ្យបន្លែរបស់យើងនឹងគឺចូលជាតិគ្នាបានល្អបងប្អូនបន្តច្របល់បែបនេះចុះឡើងទៅដែលបងប្អូនគិតថាល្មមហើយគឺរួចរាល់ជាការស្រេចញាំស្តៅរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនចឹងសម្រាប់បងប្អូនដែលអត់ចេះញាំស្តៅបងប្អូនអាចសាកធ្វើតាមវិធីសាស្ត្រនាងខ្ញុំបានគឺរសជាតិអត់ល្វីងទេអញ្ចឹងបងប្អូនអត់ចេះញ៉ាំស្តៅក៏អាចធ្វើញ៉ាំបានដែរជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់បងប្អូនដែលបានទស្សនានៅវីដេអូធ្វើម្ហូបរបស់នាងខ្ញុំអញ្ចឹងដើម្បីទទួលបានមុខម្ហូបថ្មីបងប្អូនសូមជួយ Subscribe Channel នាងខ្ញុំម្នាក់មួយផងណាសូមអរគុណនិងសូមជម្រាបលា